កំងភ្លាមយកតែញ៉ាំភ្លាមគ្រាន់តែញ៉ាំត្រូវមាត់កំងថែម10គីឡូតែម្ដងអញ្ចឹងមួយកធននេះគឺមកប្រឡាក់10គីឡូនឹងឯងចាប្រឡាក់ជូនភ្ញៀវហើយម្ដេងគឺយើងបុកអញ្ចឹងណាបងចាទៅផ្ទះខ្ញុំមិនថាធ្វើប្រអប់ធ្វើម៉ាំទេរំដេងគឺចិត្តខ្លួនឯងបុកខ្លួនឯងចាហើយក៏អត់ហ៊ានចិត្តទុកដែរចិត្តភ្លាមធ្វើភ្លាមព្រោះរំដេងក៏ប្រែពណ៌លឿនដែរណាបងបើសិនជាចិត្តឲ្យត្រូវខ្យល់គឺថាប្រែរៀងកម្ៅលឿនណាហើយបងមានលឺសំឡេងពុះភួយចាកំពុងតែធ្វើគ្រឿងការីជូនភ្ញៀវស្អែកយរួមទៅគឺការីក៏អត់តន់ទេឥឡូវហ្នឹងតបពីថារួចការងារមួយគឺចូលការងារថ្មីមួយទៀតហើយគល់លក្រីនិងស្លឹករៃចាតរំលៀងហើយម្ដងគឺដាច់ជប់ផង12កន្លះបើនិយាយពីថាបានដាច់ក៏ដាច់ព្រមគ្នាតែម្ដងម៉ាំល្ហុងក៏ដាច់ប្រអសាច់ជ្រូកក៏ដាច់គ្រឿងការីក៏ដាច់គ្រឿងបុកគ្រឿងគល់នោះក៏ដាច់ចាអូដាច់គ្រប់មុខបងអើយនិយាយទៅមករយៈហ្នឹងអត់មានពេលបានថតវីដេអូពេញទេព្រោះដោយសារម្នាក់គឺអត់មានដៃថតតែម្ដងនៅពេលដែលចាប់ផ្ដើមធ្វើការងារតែពាក់សំដៃហើយគឺអត់មានពេលថតទេហើយថ្ងៃនេះចូលបានល្ហុងល្អមែនតើបងអើយល្ហុងនេះល្ហុងការ៉ុតណានិយាយពីថាសាច់គេស្រួយផេះតែម្ដងមកនិយាយពីក្របវិញគឺខ្មៅក្រឹបគ្រាន់តែឃើញហើយគឺតំណងឆ្ងាញ់តែម្ដងនិយាយពីអ្នកពូល្ហុងវិញរហូតតកន្លាងគ្មានទេនិយាយរួមទៅបងអើយដោយសារដាច់យប់ឡើងចង់មកទឹកជាប់ហើយតែបើនិយាយពីឃើញសបល់ល្ហុងនិយាយដែរនិយាយទៅឃើញគួរឲ្យឆ្ងាញ់តែម្ដងហើយល្ហុងហ្នឹងចូលបានមកចូល30 40គីឡូដែរប៉ុន្តែញៀវយកអស់ជិត20គីឡូឯងសល់ប្រហែលជាខ្ទង់9គីឡូទេព្រោះធ្វើមកបានតែ20គីឡូក្រាស់អីទេនិយាយទៅ40គីឡូជិត40គីឡូហ្នឹងធ្វើបានតែ20គីឡូក្រាស់ទេពេលដែលយើងចិត្តសបកយកគ្រាប់ជាមួយនឹងលាងទឹកយើងយកទៅប្រឡាក់ជាមួយនឹងអំបិលហ្នឹងគឺស្រក់គីឡូខ្លាំងណាស់ហ្មងបងរកដងតែពេលព្រឹកចិត្តហើយប៉ុន្តែថ្ងៃនេះចិត្តថ្ងៃរសៀលហើយមកយាយគ្រាន់តែក្រោកឡើងថ្ងៃនេះគាត់បានសម្រាកបានបន្តិចដែរចាក្រោកមកឃើញចិត្តល្ហុងគាត់ចេញមកជួយចិត្តទៀតហើយខ្ញុំបិទសំឡេងទៅបងអើយនិយាយពីល្ហុងស្រួយដល់ហើយនេះចាស្ដាប់ស្នូមើលបងស្រួយក្រោបហ្មងចាតាមរយៈនេះល្ហុងចូលញឹកដល់ទៅពេលអញ្ចឹងខាងល្ហុងនោះអត់សូវមានសគាលេបានតែមួយជើងនេះសម្រាប់ម៉ាំល្ហុងជើងនេះគឺថាធ្វើអត់ជូរច្រើនបងដោយសារតែភ្ញៀវគាត់យកទៅក្រៅប្រទេសទាំងអស់មួយ6គីឡូមានភ្ញៀវគាត់យក4គីឡូ5គីឡូអញ្ចឹងណាអញ្ចឹងសិតតែអត់ជូរទាំងអស់តែម្ដងមើលឃើញថាល្ហុងចិត្តរៀងសល់តិចដែរម៉ាក់ក៏រត់ទៅចាប់កាត់គល់ស្លឹកគ្រៃតែម្ដងទៅដើម្បីលះបានហើយអញ្ចឹងណាបងអើយព្រោះដោយសារចូលច្រើនមែនតែននិយាយរួមទៅ20 30 40 20 30 40អូយឡើងវិលក្បងហើយឃើញគាត់ញឹមហ្នឹងខ្ញុំអស់សំណើចតែបងដោយសារតែការងាររវល់ខ្លាំងពេកណាដល់ថ្នាក់ថាជែកទុំអត់មានបានឡើងទៅកាប់ខ្ញុំថាមិនបាច់កាប់ទេម៉ាក់អើយចង់ញ៉ាំឡើងទៅកាច់តែមួយផ្លែញ៉ាំមកហើយទុកហ្នឹងទៅបើកាត់ចុះមកទុំញ៉ាំអត់តាន់អញ្ចឹងទុំបានប៉ុន្មានញ៉ាំប៉ុណ្ណឹងទៅតែចេះតែនិយាយលេងបងអើយរួចដៃហ្នឹងគឺឡើងកាប់ហើយព្រោះមកយាយណាតែឡើងកាប់ឡើងកាច់កើតតទៅចិត្តរួចហ្នឹងដល់វគ្គប្រឡាក់អំបិលហើយវារួមតែកន្លែងប្រឡាក់អំបិលនេះគឺប្រឡាក់ជ្រាវយូរដែរហ្នឹងចង់បានម៉ាំល្ហុងដែលឆ្ងាញ់មិនមែនចេះធ្វើឆិនឆាយទេបងអើយចាអង្គុយច្បាច់អង្គុយជ្រាវតតែល្ហុងហ្នឹងត្រោមនិយាយទៅត្រោមហ្នឹងយើងអត់ទុកប្រហែសចោលទេ10 20នាទីគឺជ្រាវម្ដងដល់20នាទីជ្រាវម្ដងតម្រាំនឹងល្ហុងហ្នឹងត្រោមហើយដល់ល្ងាចយប់ចាប្រហែលខ្ទង់ម៉ោង6អីព្រោះខ្ញុំចិត្តនេះគឺម៉ោង2ម៉ោង3ឯងតម្រាំរួចហើយបើនិយាយពី